បាទសួស្តីបងប្អូនអរគ្នាឥឡូវធ្វើវីដេអូពាក់ព័ន្ធមួយនិយាយថាយើងប្រើ VO 3 unlimited credit នេះបងប្អូនរកពាក្យហ្នឹងមកនេះGoogle Cloud Boost Skill ចុចលើហ្នឹងទៅហើយ scroll មកក្រោមនេះឃើញ Google Cloud Skill Boost ហ្នឹងទៅយើងចុចលើហ្នឹងមកហើយចុចពាក្យ join អូខេ join មកហើយនេះ create with account Google ហ្នឹងទៅគឺ sign in with account Google យើងចុចធម្មតាអញ្ចឹងទៅអូខេ continue មកដល់កន្លែងនេះយើង scroll ទៅក្រោម review team term use ហ្នឹងទៅហើយយើង scroll មកក្រោមទៀតយើងចូលថ្ងៃខែឆ្នាំកំណើតរបស់យើងអញ្ចឹងទៅអូខេយើងចេះតែដាក់ទៅហើយកន្លែងនេះយើងចុចទៅតាមហ្នឹងទៅហើយអូខេយើងចុច accept យកទៅបន្តមកទៀតបងប្អូនចុច join ចុចលើ account នឹងម្ដងទៀត scroll មកក្រោមចុច continue អូខេឥឡូវនេះយើងខ្វែងវាទៅបងប្អូនចូលកន្លែងនេះហើយយកពាក្យថា explore scroll មកក្រោមមកអស់បងប្អូនយកពាក្យ tool on Google Cloud បងប្អូនចុចលើហ្នឹងមកអូខេមកដល់កន្លែងនេះវាដាក់ថា start lab អញ្ចឹងវាអាចនឹងឲ្យយើងតែប្រមាណទេនេះអញ្ចឹងយើងអាច generate បាន generate លឿនអញ្ចឹង start lab មកចុចកន្លែងហ្នឹងម្ដងទៀតអូខេអញ្ចឹងយើងរួចរាល់ហើយយើងចាំវាបន្តិចទៅអូខេមកដល់កន្លែងនេះបងប្អូនត្រូវ open Google Cloud Console អញ្ចឹងបងប្អូន mouse ស្ដាំបងប្អូនចុចលើនេះ open link browser លក្ខណៈថា private account ណាអញ្ចឹងយើងចុចលើនឹងមកហើយយើងចុចយល់ព្រមទៅវានឹងចូលទៅកាន់ Google Cloud ហ្នឹងហើយអូខេយើងចុច tick ទាំងពីរហ្នឹងទៅហើយ agree ធម្មតាទៅហើយយើងរចូលកន្លែង3នេះយើងចុចរពាក្យកន្លែងនេះ Vertex AI អូខេអញ្ចឹងបងប្អូនចូលមកកន្លែង Media Studio ហ្នឹងមកចុចកន្លែង Vertex AI ហ្នឹងហើយបងប្អូនចូលកន្លែងនេះ Media Studio នេះ Generate Video ចុចលើហ្នឹងមកអូខេយើង select យកមុខងារ VO 3 Preview select 2នាទីអញ្ចឹងយើងយកតែមួយវីដេអូបានហើយយើង generate ម្ដងមួយវីដេអូហើយកន្លែងនេះយើងបើកមុខងារមកនេះ generate audio ជាមួយនឹងរូបភាពអញ្ចឹងយើងធ្វើការវាយប្រមដែលយើងចង់ដាក់ទៅបងប្អូនអាច generate បានហើយអញ្ចឹងវា generate បានច្រើនបងប្អូនអាចសាកមើលបានខ្ញុំបានកលឹះនេះពី Facebook ដែរទេមានអត់ដឹងថាគាត់អ្នកខាងណាដែរគាត់ចែកម្លែកខ្ញុំយកមកចែកម្លែកតអញ្ចឹងហើយបើសិនជាមានចំណុចខ្វះខាតបងប្អូនអាច chat សួរនៅក្នុងក្រុម Telegram របស់យើងបានអរគុណ